អ្នកទាំងអស់គ្នាថ្ងៃហ្នឹងមកដឹងពីរបៀបនៅក្នុងការទាញយក slide ដែលខ្ជូតស្អាតអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែមាន app ក៏បានក្នុងទូរស័ព្ទក៏បាននៅក្នុង laptop ក៏បានដែរដែលមានឈ្មោះថា Canva ហើយអ្នកទាំងអស់គ្នាគ្រាន់តែយើង search keyword ថា slide PowerPoint បន្ទាប់មកអ្នកទាំងអស់គ្នា scroll មើលទៅវាមានជាការ pay លុយឬក៏ free អញ្ចឹងឥឡូវនេះខ្ញុំប្រើបាន free មួយហើយខ្ញុំចុចនៅលើហ្នឹងមកបន្ទាប់មកវានឹង load មកអញ្ចឹងអ្នកទាំងអស់គ្នាបន្ទាប់ពីយើងចុចហើយយើងចាំវា load ឲ្យអ៊ីនធឺណិតឲ្យដល់ឲ្យអស់សិនមកអូខេបន្ទាប់មកយើងចុចពាក្យថាពាក្យថា share ហ្នឹងហើយអ្នកទាំងអស់គ្នានៅប៊ូតុងខាងលើហ្នឹងហើយយើងរកពាក្យថា download នៅខាងក្រោមនេះអូខេអញ្ចឹងពេលដែលចុចពាក្យ download ហើយយើងក៏រកពាក្យថានេះគេដាក់នៅអក្សរខាងក្រោមហ្នឹងគឺយើងទាញវាជា PowerPoint ណាអូខេបន្ទាប់មកយើងចាប់ផ្ដើម download អញ្ចឹងយើងរងចាំវាសិនថាវា load ពេញទៅអញ្ចឹងពេលដែលវា load ពេញហើយអ្នកទាំងអស់គ្នាចុចលើហ្នឹងទៅដោយសារខ្ញុំប្រើ MacBook ក៏អញ្ចឹងវា load មកអញ្ចឹងហើយអ្នកទាំងអស់គ្នាអាចចុចចូលប្រើបានហើយយើងអាចធ្វើជា group project ឬក៏ proposal តាក់ទងមួយការងារឬក៏ assignment នៅស្នាអញ្ចឹងអ្នកទាំងអស់គ្នាអាចប្រើនឹងបានហើយ font របស់នៅក្នុង Canva ហ្នឹងគឺខ្ជូត attractive ហ្មងអញ្ចឹងបងដែលគាត់ថាគាត់អូនហ្នឹងដែលគាត់ធុញដែលយើងប្រើ slide ធម្មតា PowerPoint ធម្មតានៅក្នុង laptop ហ្នឹងយើងអាច download ប្រើនេះបានគឺស្អាតខ្លាំងហើយហ្នឹងអ្នកទាំងអស់គ្នាអាចប្រើនៅក្នុង Canva ក៏បានឬក៏ download ចេញក្រៅក៏បានគឺប្រើបានទាំងពីរសម្រាប់ដែលគាត់អត់មាន laptop ប្រើអីអញ្ចឹងគឺគាត់អាចប្រើនៅក្នុងទូរស័ព្ទបានណាងាយស្រួលហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណ